នេះ DOC 001ជា data driven មួយជា eco sustainability system ដែលយើងលើកពីប្រធានបទ harnessing data to tackle sustainability challenging គឺធ្វើម៉េច how can we harness data for a sustainable future ត្រូវធ្វើម៉េច transforming idea into cutting edge technology because state of the art solution អញ្ចឹងយើងត្រូវការ idea មិនមែនគ្រាន់តែបច្ចេកវិទ្យាបច្ចេកទេសដែលយើងរៀនពីសាលាមកអាចបង្កើតជា solution ហ្នឹងហើយគេប្រើកើតទេត្រូវការ innovative VP Start យើង design the Sigma Journey មួយដើម្បីបង្ហាញពី story របស់យើងពី ideology របស់យើងពី methodology ក៏ដូចជា amazing innovation through technology ដែលយើងមានប្រអប់ដែលបងអូនដើរមើលហ្នឹងអាហ្នឹងជា VP Start Box ដែលយើងបង្កើត sustainability នៅក្នុងហ្នឹងសម្រាប់ប្រព័ន្ធ smart grid យើងធ្វើម៉េច transform conventional power grid ឲ្យคล้ายទៅជា dynamic digital smart grid អញ្ចឹងអាហ្នឹងជា future ធំណាស់សម្រាប់ការងារទៅលើប្រព័ន្ធអគ្គិសនីទាំងអស់អញ្ចឹងបើអត់មាន innovation ទេក៏អត់មាន solution ទាំងអស់ហ្នឹងដែរបានន័យថា innovation វាកើតឡើងមុនតែ technology មកចាប់ផ្ដើមប្រមូលផ្ដុំគ្នាហើយបង្កើតបានជា eco solution ទាំងអស់នេះអ្នកជំនាញពីអន្តរជាតិមកពី global company គាត់គិតថា innovation និង technology ជារឿងតែមួយទេតាមពិតរឿងពីរហ្នឹងដាច់ដោយឡែកពីគ្នាដូចពាក្យថា founder និង CEO អញ្ចឹងតែខុសគ្នាអត់ CEO និង founder អត់ដូចគ្នាទេ founder គឺពួកយើងហ្នឹងគេហៅថា founderទាំងខ្ញុំក៏ជា founder ដែរគឺយើងកើតមកជា founder មក CEO ហ្នឹងគ្រាន់តែជា position គេដាក់ឲ្យគ្នាអ្នកនេះអញ្ចឹងអ្នកនោះចុះ professor អីអញ្ចឹងទេអញ្ចឹងកុំឲ្យជាប់ជាមួយគិតថាអូ founder ហើយនិង CEO ដូចគ្នា founder បើយើងប្រៀបធៀបជាមួយនឹង innovation ហើយនឹង technology founder ជា innovation អញ្ចឹងអារបៀបគិតរបស់បងប្អូនឯងជា innovation អ្វីដែលយើងរៀនរាល់ថ្ងៃជំនាញទាំងអស់ skill ទាំងអស់ហ្នឹងជា technology ទេយើងធ្វើយ៉ាងម៉េចបានអាចបញ្ជាក់ថាការងារទាំងអស់ហ្នឹងជា innovative solution អញ្ចឹងវាកើតចេញពីការគិតនោះហើយជា innovation របស់យើង creative យ៉ាងម៉េចនោះគឺអាស្រ័យលើការគិតរបស់បងប្អូនរៀងខ្លួនរឿងជំនាញយើងអាចរៀនបានទាំងអស់គ្នាប៉ុន្តែរបៀបគិតអត់មានពីណាបរិញ្ញាយើងឲ្យគិតឲ្យបានត្រឹមត្រូវទេអញ្ចឹងណា